ធ្លាប់ជាមនុស្សស្រីម្នាក់ដែលគ្មានជំនឿលើខ្លួនឯងព្រោះរូបរាងមិនស្អាតសម្រស់មិនបានរាងខ្មៅរាងធាត់មុខរាងជាំមានមុនគិតថាគ្មានមនុស្សប្រុសណាម្នាក់គេស្រឡាញ់មនុស្សស្រីសម្រស់មិនបានបែបហ្នឹងទេមនុស្សប្រុសភាគច្រើនគឺរកតែស្រីស្អាតគេមើលមុនគេគឺមុខហើយមុខយើងមានមុនមានជាំអីអញ្ចឹងទៀតគឺកាន់តែឆ្ងាយទៀតហើយជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវិធានបទមួយមកចែករំលែកដល់បងប្អូនទាំងអស់គ្នាដែលជារឿងពិតតាក់ទងទៅនឹងមនុស្សជុំវិញខ្លួនខ្ញុំមានបងស្រីម្នាក់គាត់ធ្វើការនៅក្រុមហ៊ុនឯកជនរូបរាងគាត់គឺអត់ស្អាតទេគាត់រាងធាត់ហើយមុខគាត់មានស្នាមមានមុនអីចឹងទៅដូចតែខ្ញុំនិយាយពីដើមវីដេអូអញ្ចឹងនៅពេលមួយមានបរិសម្នាក់ធ្វើការនៅក្រុមហ៊ុនជាមួយគ្នាហ្នឹងតែផ្នែកផ្សេងគ្នាបានចូលមកក្នុងជីវិតគាត់ព្យាយាមឲ្យគាត់គិតថាគេអាចទទួលយកគាត់បាននៅអ្វីដែលជាគាត់រូបរាងខាងក្រៅมันសំខាន់ដូចចិត្តខាងក្នុងចរិយាមារយាទទេគាត់ក៏សង្កេតមើលបរិសម្នាក់ហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ចិត្តតន់មនុស្សស្រីគឺចិត្តតន់ពេលដែលគេលួងពេលដែលគេនិយាយផ្អែមព្យាយាមតាមយូរទៅគឺចិត្តតន់ហើយរហូតដល់ព្រមទទួលយកបរិសម្នាក់ហ្នឹងមកក្នុងជីវិតសម្រាប់ចិត្តរៀបការជាមួយគ្នាអស់រយៈពេល10ជាងឆ្នាំធ្វើការផ្នែកផ្សេងគ្នាទេពេលដែលទទួលយកគ្នាបានហើយរៀបការជាមួយគ្នា10ជាងឆ្នាំមានកូនប្រុសមួយជាចំណងដៃកូនប្រុសអាយុ9ឆ្នាំធ្វើការប្តីគឺល្អជាមួយប្រពន្ធរហូតបានលុយប្រាក់ខែមកគឺឲ្យប្រពន្ធពើផ្នែកសន្តិសុខអីចឹងរកក្រៅបានក៏ຕົកចាយខ្លួនឯងទៅប្រពន្ធធ្វើការផ្នែកលើកទឹកតែផ្នែកសវិសខាងបម្រើភ្ញៀវខាងម្ហូបអាហារអីហ្នឹងគាត់រកបានគឺគាត់ຕົកចាយខ្លួនឯងប្រាក់ខែគឺសល់ចំណងអាពាហ៍ពិពាហ៍ក៏អត់មានអីឲ្យឆ្លោះប្រកែកគ្នាសោះក៏ក្រោះអីដែរគឺធម្មតារស់នៅជាមួយគ្នាគឺចុះសម្រងធម្មតាទេព្រោះប្រពន្ធគាត់ហ្នឹងក៏ប៉ិនយកចិត្តប្តីដែរប្រពន្ធគាត់រៀង slow អីចឹងទៅរហូតដល់កូវីដចូលមកដល់ពេលបញ្ហាកូវីដចូលមកដល់ក្រុមហ៊ុនគឺត្រូវបានបិទអត់ដំណើរការទេប្តីប្រពន្ធគឺទៅនៅស្រុកទាំងអស់អញ្ចឹងហើយរយៈពេល2ឆ្នាំដែលកូវីដក្រុមហ៊ុនបិទដំណើរការពេលដែលក្រុមហ៊ុនចាប់ផ្ដើមដំណើរការវិញកូវីដបាត់ទៅវិញហ្នឹងក្រុមហ៊ុនចាប់ផ្ដើមបើកដំណើរការវិញគាត់ក៏មកធ្វើការតាំងពីអ្នកប្តីប្រពន្ធហើយគាត់ក៏បានគិតពិភាក្សាគ្នាថាចង់ឈប់ធ្វើការឲ្យប្តីឈប់ធ្វើការមួយព្រោះកូនរៀងធំហើយគាត់បានប្រមូលលុយដែលគាត់សន្សំបានពេលមុនកូវីដហ្នឹងណាព្រោះគាត់មិនមែនជាអ្នកចាយលុយខ្ជះខ្ជាយអីទេក៏ទៅទិញឡានឲ្យប្តីរត់ពីកន្លែងធ្វើការទៅខេត្តផ្សេងហ្នឹងវាចិត្តគ្នាទៅមកវាអាច2-3ម៉ោងអីទៅមកបានអញ្ចឹងណាអញ្ចឹងគាត់ក៏សម្រេចចិត្តទិញឡានឲ្យប្តីគាត់រត់ទៅព្រោះប្តីគាត់ចង់រត់ឡានដូចអ្នកដែលស្គាល់គ្នានៅក្នុងស្រុកភូមិជាមួយគ្នាធ្វើការជាមួយគ្នាគេរត់ឡានដែរអញ្ចឹងគាត់ប្រមូលលុយដែលគាត់រកបានសន្សំបានហ្នឹងកូវីដចាប់ណាគឺទិញឡានឲ្យប្តីរត់ពេលដែលទិញឡានឲ្យប្តីរត់ដំបូងក៏អត់មានបញ្ហាអីដែរគឺចុះសម្រងគ្នាប្តីរកលុយបានក៏ឲ្យប្រពន្ធហើយពេលខ្លះសម្រាប់ពីការដឹកភ្ញៀវអីក៏ជួយប្រពន្ធមើលកូនជូនកូនទៅរៀនមើលថែកូនមានកូនតែមួយទេតាំងពីចាប់កូវីដមកប្តីគាត់រត់ឡានមកដល់បច្ចុប្បន្នចូល5ឆ្នាំជាងហើយអត់ដែលមានបញ្ហាចំនួនជាមួយនឹងប្រពន្ធគ្រួសារទេពេលដែលគាត់ទំនេរថ្ងៃសម្រាប់ដែលគាត់អត់រត់ឡានគាត់ជួយសម្រួលបន្ទុកប្រពន្ធធ្វើម្ហូបបាយទឹកជួយមើលថែកូនមានតែម្នាក់ឯងកូនប្រុសហើយកូនឡើង9ឆ្នាំហើយរហូតមកដល់ប្រហែលខែចុងក្រោយឆ្នាំ2025ប្តីគាត់ចាប់ដើមផ្លែករោគចំណូលមិនសូវបានតែងតែប្រាប់ប្រពន្ធថាឡានខូចចេះខូចចោះពេលប្រពន្ធសួរនាំទៅមួម៉ៅអត់ពេញចិត្តជាមួយនឹងប្រពន្ធរករឿងឆ្លោះជាមួយប្រពន្ធហើយដើរបាត់ចេញពីផ្ទះកន្លះខែអីមួយខែ2ខែអីអញ្ចឹងទៅប្រពន្ធក៏សួរនាំឆាតរោទេរោក៏មិនលើកទូរស័ព្ទបច្ចុប្បន្ននេះប្រព័ន្ធ social media គឺវាទូលំទូលាយខ្លាំងមែនទែនមិនថា Facebook TikTok ទេរហូតដល់ប្រពន្ធTikTok ឃើញរូបប្តីថតជាមួយនឹងស្រីផ្សេងមានភាពស្និទ្ធស្នាលនៅក្នុងឡានគៀកកាយគ្នានាំគ្នាដើរលេងសមុទ្រលក្ខណៈគ្រួសារទើបប្រពន្ធដឹងថាប្តីមានស្រីពេលដែលឃើញរូបប្តីគាត់ថតជាមួយនឹងស្រីនៅតាមបណ្ដាញសង្គម TikTok គាត់ក៏បានចូលទៅ check មើលនៅក្នុង account របស់ស្រីប្តីគាត់ហ្នឹងឃើញថាទំនាក់ទំនងប្តីគាត់ជាមួយនឹងស្រីហ្នឹងក៏មិនមែនទើបតែចាប់ផ្ដើមដែរវាអាចនឹងចូលឆ្នាំហើយ
ហើយបើតាមមើលទៅរូបរាងរបស់ស្រីប្តីគាត់ហ្នឹងក៏មិនមែនជាក្រមុំដែរព្រោះរាងចំណាស់អាចនឹងមេម៉ាយឬមួយក៏មានកូន2កូន3ហើយដែរហើយស្រីប្តីគាត់ហ្នឹងគឺធ្វើការនៅក្នុងរោងចក្រកាត់ដេរមួយកន្លែងដែលគាត់អត់ដឹងថានៅរោងចក្រនៅកន្លែងណាទេចាប់ដើមជីកឬជីកគល់ជាមួយនឹងប្តីទៅហើយប្តីក៏មិនប្រាប់ប្រពន្ធដែរទៅបាត់ពី3ខែត្រឡប់មកវិញប្រពន្ធចេះតែតាមព្រោះអីឡានដែលទិញហ្នឹងគ្នាប្រមូលប្រម៉ាយប្រមូលលុយអស់ហើយតម្រាំបានទិញឡានឲ្យប្តីរត់ដើម្បីដោះស្រាយជីវភាពគ្រួសារមិនចង់ឲ្យប្តីធ្វើការទាំងពីរគីឡូជីវភាពវាប្រសើរជាងមុនហើយលុយសន្សំដាក់កង់រួមប្រពន្ធអត់ដែរឆែកទេប្តីដកយកអស់ឲ្យស្រីអស់ហើយអញ្ចឹងមធ្យមប្រពន្ធក្រោយគេនេះស្រីរបស់ប្តីហ្នឹងទេមកឆាតមកឌឺដងដាក់ប្រពន្ធតាមបច្ចុប្បន្នទៀតរហូតដល់គ្នាទ្រាំមិនបានគ្នាក៏បានប្រពន្ធដើមនេះមានទាំងឯតាសិវលស្របច្បាប់រៀបការស្របច្បាប់ផុស Facebook ថាស្រីប្តីខ្ញុំតាមបណ្ដាញសង្គម Facebook ហើយប្តីមិនពេញចិត្តជាមួយនឹងប្រពន្ធដែលផុសបែបហ្នឹងឡើងមកដល់ផ្ទះស្ដីជេរស្ដីប្រពន្ធរវាយប្រពន្ធទៀតតើនេះជាទង្វើអ្វីទៅទាំងដែលពីមុនមកមិនដែលមានទង្វើបែបហ្នឹងដាក់ប្រពន្ធទេល្អគ្រប់យ៉ាងទាល់តែមានចាប់ដើមមានស្រីគឺប្លែកគ្រប់យ៉ាងតែម្ដងតើនេះជាកំហុសអ្នកណាទោះបីជាប្តីមានស្រីមិនត្រឡប់មកផ្ទះរយៈពេល2-3ខែក៏ប្រពន្ធនៅតែទេព្យាយាមទេលួងប្តីឲ្យត្រឡប់មកផ្ទះវិញរកប្រពន្ធរកកូនប្រពន្ធសុខចិត្តលើកលែងទោសឲ្យសុខចិត្តអត់ទោសឲ្យប្តីក៏ត្រឡប់មកផ្ទះវិញពេលដែលត្រឡប់មកផ្ទះវិញបានប្រហែលជាកន្លះខែក៏ទៅបាត់ទៀតហើយមិនត្រឹមតែប៉ុណ្ណឹងលួចទាំងមាសខ្សែកខ្សែដៃប្រពន្ធតែគ្នាខំសន្សំតម្រាំមានលុយទិញលួចតាំងពីលុយប្រពន្ធទៅឲ្យស្រីអស់ទៀតហើយពេលដែលប្រពន្ធទីឲ្យមកលែងគ្នាផ្ដិតមេដៃលែងគ្នាក៏មិនព្រមលែងអត់ដឹងថាគាត់នឹងចង់យ៉ាងម៉េចឲ្យប្រកាសជាមួយនឹងប្រពន្ធហើយពេលដែលប្រពន្ធនិយាយទៅទេទៅក៏មិនលើកទូរស័ព្ទហើយប៉ុណ្ណឹងមធ្យមឯស្រីក៏ខ្លាំងទៀតឌឺដងផ្លែផ្កាឲ្យប្រពន្ធតាមបណ្ដាញ Facebook តាមបណ្ដាញសង្គមឆាតតាក់ទងមកឌឺដងឲ្យប្រពន្ធដើមទៀតហើយប្រពន្ធដើមមុនតែប្តីទៅប្តីក៏ធ្លាប់ឈឺគ្រោះថ្នាក់ចរាចរណ៍ដើមមិនរួចបាក់ឆ្អឹងបាក់ដៃធ្វើអីមិនបានប្រពន្ធមានអាចលៀងនោមមើលថែគ្រប់សពតើបងប្អូនស្ដាប់រឿងនេះហើយមានអារម្មណ៍យ៉ាងម៉េចដែរនេះគ្រាន់តែជារឿងរ៉ាវមនុស្សជុំវិញខ្លួនខ្ញុំដែលខ្ញុំចែករំលែកដល់បងប្អូនទាំងអស់គ្នា